បាទវីដេអូនេះយើងចង់បង្ហាញពីការទាញថ្នាល PLP ដាក់នៅលើអេក្រង់ទូរស័ព្ទបាទដើម្បីទាញបានយើងទៅចូលទៅកម្មវិធីជ្រោមឡើងនេះបាទជ្រោមតទៅមកទៀតចូលផ្ទាំងបែបនេះគឺយើងចូលកន្លែង search ស្អីរួចយើងវាយ PLP 2026យើងវាយតែប៉ុណ្្នឹងមកវាចេញហើយនេះ2026ចុចលើផ្លាច់មកទៅមកទៀតយើងចុចទៅលើ link របស់ PLP ខាងលើបាទខាងទី1នេះចុចចឹងចូលដល់ផ្ទាំងនេះគឺយើងលោតដល់ផ្ទាំង PLP ហ่ะទៅមកទៀតគឺយើងចូលទៅយកនេះចុច3នេះឬក៏ហៅត្រី3នេះខាងលើអេក្រង់ទូរស័ព្ទបាទចុចកន្លែងនេះហើយមករួចហើយយើងទាញចុះក្រោមមកយើងឃើញកន្លែងនេះកន្លែងនេះគេដាក់ថា add to home screen បើសិនជាភាសាខ្មែរវិញបើសិនជាភាសាខ្មែរគេដាក់ថាបន្ថែមនៅលើអេក្រង់ដើមឬមួយអេក្រង់ទូរស័ព្ទអញ្ចឹងទៅបន្ថែមបាននៅក្នុងតែនៅក្នុងជួរជាមួយគ្នាតែប៉ុណ្ណឹងបាទមួយភាសាខ្មែរមួយភាសាអង់គ្លេសបាទយើងចុចទៅលើនេះមកចុច install បាទទៅទៀតគឺវា install ចប់វានឹងលោតទៅលើអេក្រង់ទូរស័ព្ទដោយស្វ័យប្រវត្តិបាទអរគុណច្រើន